តាមរយៈរឿងរ៉ាវពីមុនមកប្រហែលជាខ្ញុំដឹងអស់ហើយលោកស្រីតូចអ្នកឯងគឺជាមនុស្សប្រភេទនឹងសោះសៀវជីងខ្ញុំមិនដឹងថាអ្នកម្ដាយរបស់ខ្ញុំស្រឡាញ់អ្នកពិតមែនឬយ៉ាងណាទេតែពួកយើងមិនបានជួបគ្នាជាច្រើនឆ្នាំមកហើយលើកនេះទីបំផុតអ្នកក៏បង្ហាញខ្លួនមែនអ្នកមីងវិញកុំមកធ្វើពុតជាអាណិតដូចឆ្មាដែលយំអាណិតកណ្ដុរអីអ្នកគ្រាន់តែសំណាងល្អដែលបានកើតក្នុងគ្រួសារដែលសម្បូរដោយភាពរីករាយប៉ុណ្ណោះអ្នកបានស៊ីរបស់ល្អស្លៀកពាក់របស់ថ្លៃតែខ្ញុំវិញគឺត្រូវតស៊ូដោយបាតដៃទេរហូតមកអ្នកមិនដែលស្គាល់ទេនៅជីវិតដែលស៊ីមិនឆ្អែតស្លៀកពាក់មិនកក់ក្ដៅនោះអីចឹងហើយបានជាអ្នកចង់សង្សឹកដោយដណ្ដើមប្តីខ្ញុំត្រូវហើយខ្ញុំចង់បានប្តីអ្នកនឹងឯងគឺខ្ញុំចង់ឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកត្រូវខ្ទេចខ្ទាំកុំអាឡោអីអ្នកពិតជាស្មានថាពួកយើងដូចជាស្រេចទេទៀតមែនទេបើអ្នកទាំងពីរបានគ្នាក៏មិនអីដែរតែបើមិនបានគឺកាន់តែល្អយ៉ាងណាក៏អ្នកមានចិត្តជួយដូរអាប្តីចង្រៃនេះចេញខ្ញុំក៏កំពុងតែចាប់អារម្មណ៍ចង់បដូរដែរបងស្រីម៉ឹងស៊ីអាហារឆ្ងាញ់យូរទៅវាសាមែនយូរមកញ៉ាំមីហឹរម្ដងក៏មិនអាក្រក់ដែរប៉ុន្តែខ្ញុំញ៉ាំមិនដែលឆ្អែតនោះទេចៅយូភាពជាមិត្តភក្តិជិតស្និទ្ធជាច្រើនឆ្នាំរបស់យើងគឺត្រូវបញ្ចប់ត្រឹមថ្ងៃនេះហើយអូមែនហើយតាំងពីថ្ងៃដំបូងដែលទទួលទូរស័ព្ទណាត់ជួបរបស់អ្នកទៅហើយថាមានរឿងអីកើតឡើងដែលខ្ញុំមកនេះគឺគ្រាន់តែមកលេងសើចជាមួយអ្នកប៉ុណ្ណោះស្អីគេអ្នកមិនគិតទេអីនៅពេលដែលបុរសសំខាន់ម្នាក់បង្ហាញខ្លួនបងស្រីម៉ឹងរៀបរយហើយរឿងក្រៅផ្ទះដោះស្រាយរួចរាល់ហើយដល់ពេលត្រូវដោះស្រាយរឿងក្នុងផ្ទះម្ដងលោកឡុងប្រាប់មកមើលចុះតើខ្ញុំជាស្រីពស់មែនទេដែលនឹងបឺតយកព្រលឹងលោកនោះតោះឲ្យខ្ញុំសាកបិទបន្តិចមើលប្រពន្ធសម្លាញ់មីងអូននិយាយថារឿងបងទៅញ៉ាំដីជាមួយស្រីផ្សេងកាយមកស្រែកឡាំប៉ានោះពួកយើងមិនមែនបែបនេះទេការពិតមែនទេពិតមែនតើបងអាចទៅញ៉ាំតាមចិត្តចង់តែបើញ៉ាំហើយគឺមិនបាច់មកផ្ទះវិញទេមិនហ៊ានទេមិនហ៊ានដាច់ខាតមើលចុះលោកមានចំណល់ពេញខ្លួនហើយសួរមកកុំនៅស្ងៀមអីប្រពន្ធសម្លាញ់ចុះរឿងស្រកាពស់នៅក្នុងអាវអូននោះជាស្អីទៅវិញគឺរឿងហ្នឹងកាលពីប្រហែលថ្ងៃមុនដែលអូនទៅមន្ទីរពេទ្យបងនៅចាំបានទេអូនទៅជួបគ្រូពេទ្យប្រាប់ថាអូនមានបញ្ហាស្បូនត្រជាក់បន្ទាប់មកអូនក៏សួរគ្រូពេទ្យបុរាណចិនគេថាប្រើស្រកាពស់បិទពីលើគឺមានប្រសិទ្ធភាពចុះហេតុអីបានជាការនឹងអូនមិនពន្យល់បងអូនគឺជំងឺនេះវាគួរឲ្យខ្មាស់ហ៊ានពេកអញ្ចឹងហើយមុននឹងមើលជាសះស្បើយអូនមិនចង់ឲ្យបងដឹងឡើយអញ្ចឹងនេះជាមូលហេតុដែលអូនមិនព្រមដេកជាមួយបងកន្លងមកមែនទេប្តីសម្លាញ់ឥឡូវឆ្លាតជាងមុនហើយតើបងគ្រាន់តែបារម្ភថាខ្លាចគ្រួសារតកូចចូលរបស់យើងត្រូវដាច់ពូជប៉ុណ្ណោះអូមែនហើយប្រពន្ធសម្លាញ់ចុះសម្ដីដែលអូននិយាយជាមួយស៊ីវឈៀងក្នុងបន្ទប់កាលពីមិញតើវាមានន័យថាម៉េចទៅ